thiên đạo lực năng trong trong dây tẹt tòng từ năng phiêu chìmរបស់យើងដូចយើងដឹងហើយថាភាពរីកចម្រើនគឺជារឿងសំខាន់ណាស់ពីព្រោះវាជាអ្នកកំណត់នៃភាពជោគជ័យរបស់យើងហ្នឹងហើយភាពរីកចម្រើនវាអាស្រ័យខ្លាំងទៅលើសកម្មភាពប្រចាំថ្ងៃរបស់យើងហើយខ្ញុំសង្កេតឃើញថាមនុស្សដែលពិបាកជោគជ័យជាងគឺជាប្រភេទមនុស្សហើយក៏ថាជាថាបុគ្គលដែលចូលចិត្តធ្វើការងារមិនសំខាន់ច្រើនមានន័យចំណាយពេលក្នុងការធ្វើការងារមិនសំខាន់ការងារមិនចាំបាច់ការងារមិនមែនជាកាតព្វកិច្ចរបស់ខ្លួនឯងហ្នឹងច្រើនតែការងារដែលជាកាតព្វកិច្ចឬក៏រដ្ឋថាជាការងារដែលសំខាន់របស់ខ្លួនឯងហ្នឹងគឺអត់សូវចំណាយពេលធ្វើទេចំណាយដែរតែតិចតួចអញ្ចឹងធ្វើឲ្យលទ្ធផលដែលទទួលបានហ្នឹងវាអត់សូវគប់ប្រសើរទេអញ្ចឹងធ្វើឲ្យខ្លួនឯងហ្នឹងមិនសូវជាសប្បាយចិត្តប្រហែលនេះពោះអ្វីដែលខ្លួនឯងទទួលបានហ្នឹងមិនគប់តាមប្រាថ្នាឧទាហរណ៍មួយថាសិស្សម្នាក់ដែលខ្សោយម្នាក់ជាទូទៅគាត់អត់សូវចំណាយពេលវេលាទៅលើកាតព្វកិច្ចរបស់គាត់ច្រើនទេមានន័យថាគាត់អត់សូវចំណាយពេលលើការរៀនសូត្រទេគាត់ចំណាយពេលទៅលើរឿងផ្សេងដែលខុសពីការរៀនឧទាហរណ៍ដូចជាលេងហ្គេមឧទាហរណ៍ដូចជាដើរលេងឧទាហរណ៍ដូចជាលេងអីផ្សេងដូចប៉ុណ្ណឹងម៉ូតូបោះម៉ូតូអីចឹងណាឬក៏អ្នកខ្លះទៀតចំណាយពេលទៅផឹកស៊ីអ្នកខ្លះទៀតរហូតដល់ប្រើប្រាស់គ្រឿងញៀនទៀតតែពេលអញ្ចឹងគាត់អត់បានចំណាយពេលទៅលើការរៀនសូត្រទេអញ្ចឹងធ្វើឲ្យការរៀនសូត្ររបស់គាត់គឺអត់អាចបកកែបានទេហើយចឹងសួរថាគាត់អាចសប្បាយចិត្តគាត់អត់អាចសប្បាយចិត្តទេព្រោះថាអីទៅដល់ផ្ទះវិញឪពុកម្ដាយក៏ស្ដីបន្ទោសមិនទៅសើមិនសាទរជាមួយមិត្តភក្តិក៏មិនសូវឲ្យតម្លៃសង្គមក៏គេមិនសូវឲ្យតម្លៃអញ្ចឹងមិនសប្បាយចិត្តមិនកើតអត់អាចសប្បាយចិត្តកើតទេអញ្ចឹងគាត់អត់អាចជោគជ័យនៅក្នុងជីវិតជាសិស្សហ្នឹងហើយត្រឡប់មើលអ្នកការងារក៏ដូចគ្នានេះអ្នកធ្វើការដែលអត់ជោគជ័យក៏មានត្រឡប់អញ្ចឹងដូចគ្នាគឺគាត់អត់ផ្ដោតទៅលើការងារជារបស់គាត់ទេគាត់អត់ផ្ដោតប្រហែលគាត់ផ្ដោតទៅលើរឿងផ្សេងអូម៉ាថាគាត់ជំនាញអីមួយអញ្ចឹងគាត់ទៅធ្វើរឿងផ្សេងខុសពីជំនាញរបស់គាត់អញ្ចឹងអូម៉ាថាគាត់អ្នកទីផ្សារទៅចុះទីផ្សារគាត់អត់ព្យាយាមចុះទីផ្សារគាត់ព្យាយាមទៅអង្គុយមើលរឿងភាគអីចឹងទៅបើសិនជាគាត់អ្នកសម្រាយរឿងគាត់ទៅអង្គុយមើលរឿងភាគតាមរោងកាហ្វេវាអត់ខុសទេព្រោះការងាររបស់គាត់ជាអ្នកសម្រាយរឿងគាត់ត្រូវតែមើលសាច់រឿងឲ្យដឹងដើម្បីយកមកសម្រាយឲ្យទស្សនិកជនរបស់គាត់ fan របស់គាត់ហ្នឹងបានស្ដាប់បានមើលឲ្យចូលចិត្តតែបើគាត់ជាអ្នកទីផ្សារហ្នឹងអញ្ចឹងគាត់ត្រូវចុះផ្សព្វផ្សាយពីផលិតផលរបស់គាត់ឬក៏ចុះទៅលក់អីចឹងទៅហើយគាត់អត់ប្រឹងចុះទៅលក់ទៅអីគាត់បែរទៅអង្គុយមើលរឿងភាគតាមរោងកាហ្វេអីចឹងទៅអង្គុយមើលគេលេងអុកអីចឹងទៅអញ្ចឹងមួយថ្ងៃបានលទ្ធផលអត់បានទេលទ្ធផលគឺបានតិចមែនតើហ្មងអញ្ចឹងគាត់កាលណាលទ្ធផលល្អសាកសម័យមើលថាតើនៅក្នុងក្រុមហ៊ុនហ្នឹងតម្លៃរបស់យើងខ្ពស់អត់ខ្ពស់ទេអញ្ចឹងសួរថាយើងអត់សូវមានតម្លៃនៅកន្លែងការងាររបស់យើងអញ្ចឹងសួរយើងសប្បាយចិត្តអត់សប្បាយចិត្តទេមេស្ដីឲ្យមុខក្រោយផឹកងាយសប្បាយចិត្តអត់សប្បាយចិត្តទេអញ្ចឹងនិយាយទៅមនុស្សយើងវាពិបាកកន្លែងហ្នឹងហ្មងយើងចូលចិត្តតែធ្វើការងារណាដែលមិនសំខាន់ចំណែកការងារសំខាន់យើងចូលចិត្តទុកចោលដល់ពេលអញ្ចឹងទៅវាធ្វើឲ្យជីវិតរបស់យើងអត់គប់ប្រសាទេអញ្ចឹងជាការដាស់តឿនរបស់ខ្ញុំហ្នឹងគឺយើងត្រូវគិតមើលឡើងវិញថាតើរាល់ថ្ងៃហ្នឹងការងាររបស់យើងហ្នឹងអីគេណាក៏មានការងារត្រូវចាំចឹងទោះបីជាយើងរងថ្ងៃរស់នៅក្រោមបន្ទុករបស់អាណាព្យាបាលក៏យើងមានការងារដែរគឺការងារដែលជាកាតព្វកិច្ចរបស់យើងយើងជាសិស្សក៏យើងមានការងាររបស់យើងជានិស្សិតក៏យើងមានការងាររបស់យើងដែរឧទាហរណ៍ថាតែយើងធ្វើការងារយើងបានល្អយើងសប្បាយចិត្តហើយពួកមនុស្សដទៃជាសាទរយើងណាគេស្រឡាញ់គេចូលចិត្តគេឲ្យតម្លៃយើងសប្បាយចិត្តហើយមនុស្សយើងត្រូវការការគ្រប់គ្រងហើយបើយើងមិនកើតឲ្យគេគ្រប់គ្រងយើងមិនយើងការងារយើងអត់ប្រឹងធ្វើយើងទៅធ្វើការងារដែលមិនមែនជារបស់យើងចឹងគេអត់សាទរយើងទេអញ្ចឹងត្រូវធ្វើការងារសំខាន់របស់យើងនឹងឲ្យរួចរាល់អាការងារបន្តបន្សំហ្នឹងអានឹងធ្វើតាមក្រោយទៅកុំចំណាយពេលលើវាច្រើនពេកអូម៉ាយើងជាបុគ្គលិកធ្វើការអញ្ចឹងយើងប្រឹងធ្វើការទៅតតបាល់ចាំតនេសៅរ៍អាទិត្យអីឬក៏ថ្ងៃណាតនេបុណ្យទានឈប់សម្រាកអីយើងតតមិនឆ្លៀតកិច្ចពីការងាររត់ទៅតតបាល់ទេតែបើសិនជាយើងជាកីឡាករអាជីពអានឹងយើងប្រឹងតតអត់ខុសទេតតដល់ពាក់កណ្ដាលទៀតក៏អត់ខុសដែរកាន់តែប្រឹងកាន់តែប្រសើរហើយមានន័យថាយើងផ្ចង់ត្រូវជាមួយការងាររបស់យើងតែយើងមិនមែនកីឡាករផងយើងទៅផ្ចង់ខុសអញ្ចឹងធ្វើខុសរឿងអញ្ចឹងអត់ត្រូវទេអញ្ចឹងមើលការងារយើងរាល់ថ្ងៃនឹងអីគេសិនហើយព្យាយាមធ្វើអាការងារដែលយើងមានក្នុងដៃឲ្យល្អបំផុតហ្មងសិក្សាបន្ថែមចំណេះជំនាញតាក់ទងការងាររបស់យើងសិក្សាបន្ថែមសិក្សារហូតដល់យើងចេះច្បាស់ចេះស៊ីជម្រៅយល់ដឹងជ្រៅជ្រះទៅក្នុងការងារហ្នឹងអញ្ចឹងកាលណាតែយើងជោគជ័យនៅក្នុងការងាររបស់យើងហ្នឹងយើងនឹងក្លាយជាបុគ្គលម្នាក់ដែលគេឲ្យតម្លៃដែលគេគោរពគេស្រឡាញ់គេសរសើរអញ្ចឹងទៅអញ្ចឹងតែពេលហ្នឹងគឺយើងសប្បាយចិត្តយើងរីករាយហើយតាក់ទងនឹងចំណូលហិរញ្ញវត្ថុក៏វាប្រសើរទៅតាមនឹងដែរព្រោះតែយើងបកកាយយើងចំណាប់យើងមិនដែរថាចំណូលយើងតិចទេជីមរនគាត់និយាយថាវាកម្រណាស់ដែលអ្នកឯងអាចរកប្រាក់ចំណូលបានខ្ពស់ពីសមត្ថភាពដែលអ្នកឯងមាននោះអញ្ចឹងគាត់អត់ឲ្យយើងផ្ដោតទៅលើចំណូលខ្លាំងទេផ្ដោតលើសមត្ថភាពសិនតែសមត្ថភាពកើនគឺចំណូលកើនអូតូម៉ាទិកហើយបើយើងផ្ដោតទៅលើតែចំណូលយើងអត់ផ្ដោតលើសមត្ថភាពអានឹងចំណូលវាមិនងាយកើនទេអានឹងតាមអ្វីដែលលោកតាជីមរនគាត់និយាយហើយខ្ញុំសង្កេតឃើញថាអញ្ចឹងមែនពួកខ្ញុំជួបអ្នកដែលរកបានចំណូលច្រើនភាគច្រើនគឺគាត់ផ្កាយមែននិយាយជាមួយគ្នាគឺឃើញថាគាត់ផ្កាយតែបើសិនជាអ្នកអត់សូវផ្កាយទេគាត់រកបានច្រើនភាគច្រើនគឺអត់សូវបានយូរទេពួកអ្វីដែលគាត់រកបានហ្នឹងវាគេហៅថាចៃដន្យវាមិនកើតចេញពីសមត្ថភាពទេអានឹងដែលជាបញ្ហាអញ្ចឹងយើងត្រូវតែបរិងខ្លួនឯងឲ្យមានសមត្ថភាពតាមរយៈអីប្រឹងប្រែងធ្វើការងារឲ្យចំជំនាញរបស់យើងការងារដែលសំខាន់ចំពោះយើងនិយាយចំការងាររបស់យើងងាយយល់ការងារសំខាន់របស់យើងការងាររបស់យើងហ្នឹងធ្វើវាបានល្អបរិងវារហូតដល់យើងខ្លាចជាអ្នកជំនាញនេះដែលបកកាយពេលហ្នឹងយើងនឹងអាចនិយាយថាជោគជ័យព្រោះតែជោគជ័យមកហ្នឹងមានន័យថាគាត់យើងសប្បាយចិត្តយើងរីករាយយើងមោទនភាពជាមួយនឹងខ្លួនឯងអញ្ចឹងយើងសប្បាយចិត្តជារៀងរាល់ថ្ងៃជាមួយការងារដែលយើងកំពុងធ្វើហ្នឹងអានឹងហៅថាយើងជោគជ័យហើយបាទសូមអរគុណ